លោកម្ចាស់មិនអាចមើលស្រាលចំពោះម្នាក់នេះបានទេខ្ញុំមិនដែលមើលងាយគេទេតែគឺគេទេដែលបានមើលងាយខ្ញុំអស់ពីចិត្តអញ្ចឹងលោកម្ចាស់ចង់ធ្វើយ៉ាងម៉េចខ្ញុំហៅលោកមកគឺចង់ពិភាក្សាជាមួយលោកខ្ញុំចង់ចាំក្រោយពេលដែលប្រមូលស្បៀងគ្រប់គ្រាន់ហើយនឹងបៃប្រហារលីបៃដណ្ដើមយកស៊ីជើងមិនបានទេមានអ្វីមិនបានស៊ីជើងគឺជាទីតាំងសំខាន់សម្រាប់យើងយកភពភាគកណ្ដាលយើងចង់សម្រេចកិច្ចការធំត្រូវតែបៃយកស៊ីជើងសូមលោកម្ចាស់ពិចារណាផងស៊ីជើងឥឡូវនេះខុសកាលពីមុនហើយឥឡូវនេះលីបៃនិងលីពូរួមដៃគ្នាក្នុងក្រុងស៊ីជើងកាន់តែខ្លាំងក្លាបើលោកម្ចាស់លើកតបបៃប្រហារភ្លាមនឹងធ្វើឲ្យគេរឹតតែមានចិត្តមួយខ្លាំងមួយជាមួយនឹងគ្នាផ្ទុយទៅវិញបើសិនជាលោកម្ចាស់អាចទ្រាំបានស៊ីជើនឹងខ្លាចទៅជាភ្នំមួយដែលមិនអាចមានខ្លាពីរលីពូហើយនឹងលីបៃម្នាក់ក្លាហានលុបលុនម្នាក់ទៀតពុតត្បិតល្បិចច្រើនគង់តែមានដំណោះកាត់ឡើងដល់ពេលនោះលោកម្ចាស់បៃប្រហារស៊ីជើរឹតតែល្អថែមទៀតនិយាយត្រូវបើវៃប្រហាពួកគេចិត្តមួយថ្លើមមួយបើទ្រាំពួកគេនឹងបែកខ្ញែកសេនីលោកគិតបានវែងឆ្ងាយខ្ញុំសូមសរសើរលោកនេះដោយសារតែលោកម្ចាស់ខឹងពេកបានជាលោកម្ចាស់គិតខុសបើសិនជាលោកម្ចាស់ស្ងប់អារម្មណ៍ស្ងប់ចិត្តគិតតែមួយផ្លែលោកម្ចាស់ប្រកាសជាដឹងពីចំណុចសំខាន់នៃរឿងរ៉ាវលោកនិយាយត្រូវមែនថ្ងៃក្រោយនៅពេលដែលខ្ញុំខឹងខ្លាំងលោកជេរខ្ញុំភ្លាមត្រូវជេរឲ្យខ្ញុំស្វាងខ្ញុំមិនដឹងហ៊ានជេរលោកម្ចាស់ទៅខ្ញុំមិនជេរឲ្យលោកជេរអញ្ចឹងខ្ញុំសូមទទួលបញ្ជាដោយក្តីមេត្តាលោកម្ចាស់លីព្រមឲ្យខ្ញុំស្នាក់នៅស៊ីជើផ្ដល់អាហារខ្ញុំរាល់ថ្ងៃមើលថែពួកខ្ញុំយកចិត្តទុកដាក់លោកមេត្តាហ្វុងស៊ីនឹងខ្ញុំពិតជាមានការរំភើបចិត្តណាស់សម្ដីរបស់កងtháiពិតជាធ្វើឲ្យខ្ញុំមិនអាចស្ងប់ចិត្តសោះទីនេះគឺជាផ្ទះរបស់ពួកលោកបើសិនជាពួកលោកនៅរយៈពេលយូរមិនត្រឹមតែជាសំណាងល្អរបស់ខ្ញុំទេថែមទាំងជាសំណាងល្អរបស់កងទ័ពនិងប្រជារាស្ត្រនៅស៊ីជើទៀតអរគុណលោកមេត្តាហ្វុងស៊ីនមានការថ្លែងអំណរគុណចំពោះលោកយ៉ាងខ្លាំងថ្ងៃនេះគាត់បានរៀបចំអាហារដោយផ្ទាល់ហើយអញ្ជើញលោកទៅពិសាជាមួយគ្នាហ្វុងស៊ីននាំគ្រួសាររបស់គេមកហើយមែនទេហ៎លោកបងមកខ្ញុំរងចាំយូរណាស់ទៅហើយណាសូមជេររបស់លីបៃបាទមកលោកបងខានជួបមួយថ្ងៃដូចជាខានជួប3ឆ្នាំអញ្ចឹងយើងត្រូវតែឲ្យជាមួយគ្នា300ពេញឲ្យបានឆ្ងាញ់ម្ដងបាទតើគេគឺជានេះជាអ្នកបងរបស់លោកឈ្មោះទេឆានអ្នកបងល្បីល្បាញគ្រប់ទិសទីលីបៃសូមគោរពខ្ញុំមិនហ៊ានទទួលទេលោកមេតាប់លាវទៅជាកំពូលមនុស្សលោកបងខ្ញុំរៀបចំស្រាតិចតួចដើម្បីទទួលបងអូនដែលបងអូនទទួលរាក់ទាក់ខ្ញុំណាសូមអរគុណហើយទេឆានរៀបចំចម្រៀងដល់ពីរោះរបស់អូនជប់លៀងជូនលោកបងអូនទៅទទួលបញ្ជាសូមអរគុណហើយមកលោកបងអូនសូមជើញអញ្ជើញសូមអញ្ជើញ